បាទសូមជម្រាបសួរនៅក្នុងវីដេអូនេះដែរខ្ញុំនឹងបង្ហាញអំពីរបៀបនៃការចូលទៅបង្កើត quiz ដែលជាទូទៅគឺ quiz ហ្នឹងគឺយើងដឹងហើយគឺយើងប្រើប្រាស់សម្រាប់នៅក្នុងការបង្កើត test ទូទៅដូចជាការបង្កើតតាក់ទងជាមួយនឹង exam ជាដើមបាទអញ្ចឹងដើម្បីធ្វើការបង្កើតបានគឺយើងចូលទៅក្នុងមុខវិជ្ជាបន្ទាប់មកទៀតគឺយើងបើក turn editing on មកបាទអញ្ចឹងគឺខ្ញុំនឹងធ្វើការឧទាហរណ៍នៅក្នុងខុសហ្នឹងតែម្ដងបាទដែលអមមកខាងក្រោមបាទដូច្នេះយើងចូលមកកាន់section មួយនេះបាទចុចលើ section ហ្នឹងមកបាទបន្ទាប់មកទៀតសូមបើក turn editing on ម្ដងទៀតដើម្បីឃើញ function ហើយយើងចុចទៅលើ add activity or resource បាទហើយយើងយកកន្លែង all នេះហើយស្វែងរក quiz បាទ quiz គឺនៅបាទនៅណាចេះនៅជួរទី3នៅខាងស្ដាំនេះបាទចុចលើហ្នឹងមកបាទអញ្ចឹងជំហានដំបូងគឺយើងធ្វើការ set up នៅ setting របស់ quiz ហ្នឹងបាទអញ្ចឹងផ្នែកខាងលើគឺគេ require ឲ្យដាក់ឈ្មោះយើងដាក់មកឧទាហរណ៍ថា assessment បាទ assessment 1មកបាទបន្ទាប់មកទៀត description យើងមិនបាច់ដាក់ក៏បានដែរដោយសារយើងមានគេហៅថា plagiarism check ដែលចងដោយ IT នៅពេលដែលមុនកូនសិស្សប្រឡងគឺយើងរៀនអាហ្នឹងហើយអញ្ចឹង description នេះយើងអាច skip បានបន្ទាប់មកទៀតគឺយើងចូលមក set up setting ដោយ setting ទាំងអស់នេះគឺយើង set up តែ setting ណាដែលជា setting goal ប៉ុណ្ណោះបាទអញ្ចឹងឧទាហរណ៍ថាទី1បាទ timing គឺយើង enable ទាំងពីរមកបាទអញ្ចឹងអានេះលំនាំយើងអាចថាវាស្តៀងគ្នាទៅនឹង Google Form ដែរបាទយើង enable មកហើយយើង set up ជាទូទៅសម្រាប់សាស្ត្រាចារ្យគឺគេឲ្យពេលអាចយ៉ាងយូរគឺ1ខែបាទសម្រាប់ set up មុនតាក់ទងជាមួយនឹងការប្រឡងហ្នឹងអញ្ចឹងឧទាហរណ៍ថាខ្ញុំដាក់នៅខែក្រោយបាទ September បន្ទាប់មកទៀតពេលប្រឡងនៅពេលណាអញ្ចឹងឧទាហរណ៍ថាពេលថ្ងៃអញ្ចឹងពេលថ្ងៃវាអត់មានម៉ោង2ទេប៉ុន្តែគេដាក់ម៉ោង14បាទអញ្ចឹងឧទាហរណ៍ថាយើងយកម៉ោង2ហ្នឹងដាក់14ម៉ោងបន្ទាប់មកទៀត00បន្ទាប់មកទៀត close ដូចគ្នាយើងដាក់ដូចគ្នាមក September ហើយរយៈពេលប្រឡងឧទាហរណ៍ថាប្រឡង1ម៉ោងកន្លះបាទអញ្ចឹង1ម៉ោងកន្លះខ្ញុំដូរពី9នេះមក15ហើយកន្លែងclose នេះគឺយើងដាក់ចំនួន35យើងដាក់ឲ្យលើស5នាទីអញ្ចឹងតិចទៀតគឺខ្ញុំនឹងបញ្យល់លម្អិតនៅកន្លែងហ្នឹងបាទបន្តមកទៀត time limited ហើយយើងកែពី hour នេះមកកាន់ minus យើងអាចដាក់ចុចឬក៏ក្បៀសបានទេនៅកន្លែងនេះគឺយើងត្រូវដូរដាក់ minus ហើយដាក់90នាទីបាទអញ្ចឹងខ្ញុំសូមបញ្យល់អំពី open close ហើយនិង time limited open និង close កន្លែងនេះគឺជាពេលវេលាដែលវាបើកបាទមានន័យថាបើកហើយ time limited គឺវានៅចន្លោះហ្នឹងបាទអញ្ចឹងកាលណាយើង set up នៅកន្លែងនេះយើងអាចដាក់កន្លែង close នេះ specific បានទេមូលហេតុដោយសារតែវាជា online បាទ online គឺតម្រូវឲ្យនិស្សិតគាត់ click attempt អញ្ចឹងបើយើងរាប់ពីសកម្មភាពនៃការចូលទៅ attempt គឺវាអត់ដូចគ្នាទេឧទាហរណ៍ថាមុនប្រឡងនេះនិស្សិតនឹងគាត់ទៅបន្ទប់ទឹកគាត់ទៅណាទៅណីអញ្ចឹងរយៈពេល3-4នាទីអញ្ចឹងគឺបើសិនជាយើង set specific វាធ្វើឲ្យបាត់អាឡែង time limited នេះនៅពេលដែលពួកគាត់ប្រឡងចូលទៅដំបូងគឺមើលអត់ដឹងទេប៉ុន្តែនៅពេលដែល time វា cool down នៅសល់អាពេលដែលគាត់បាន let ហ្នឹងគឺវានឹងធ្វើការ submit auto ទៅតែម្ដងបាទអាហ្នឹងគឺជាហេតុដែលមានកូនសិស្សគាត់តវ៉ានៅកំឡុងពេលប្រឡងប៉ុន្តែមូលហេតុគឺគាត់ let ដោយសារតែម៉ោងយើង set specific អញ្ចឹងកន្លែងនេះគឺខ្ញុំ recommend ឲ្យយើងដាក់ចំនួន5នាទីជាម៉ោងយោគយល់ដែលទៅជាមួយនឹងច្បាប់របស់ខាង registrar ផងបាទពួកអីនៅពេលដែលយើងប្រឡងជាក់ស្ដែងកាលណានិស្សិតគាត់ let លើស5នាទីគឺគេនឹងឲ្យដូចជាទៅសរសេរกระดาษអីដើម្បីចូលទៅប្រឡងបានហើយបាទហ្នឹងវា5នាទីហ្នឹងគឺវាត្រូវជាមួយច្បាប់របស់គេហ្នឹងតែម្ដងបាទអញ្ចឹងខ្ញុំចប់កន្លែង open close ហើយនឹង time limited នេះយើងមើលកន្លែង when the time expire នេះគឺយើងយក automatic ទៅដែរបាទអាហ្នឹងនៅពេលដែលនិស្សិតដែលគាត់ធ្វើដល់ចុងទីបាទថាដល់ពេលហើយក៏គាត់នៅតែធ្វើទៀតអញ្ចឹងពេលដល់អស់នីតិគឺវាហ្នឹងធ្វើការ submit auto តែម្ដងបាទហើយបន្ទាប់មកទៀតគឺយើង set up នៅកន្លែង grade នេះ grade នេះជាទូទៅគឺយើងដាក់បន្ទុកជាប់មកឧទាហរណ៍ថានៅខាងយើងនេះប្រហែលគឺចំនួន60បាទអញ្ចឹងយើងដាក់60មកបាទ60បន្ទុកនៃ100បាទបន្ទាប់មកទៀតគឺ layout បាទ layout នៅកន្លែងនេះគឺយើងដូរពី all on one page ហ្នឹងមកកាន់ every បាទអញ្ចឹងកន្លែងនេះគឺជាកន្លែងដែលបង្ហាញសំណួរមានន័យថាយើងអត់សូរម្ដងទាំងអស់តាម default ដែលបាន set ហ្នឹងទេដោយសារតែ
ឧទាហរណ៍ថាសំណួរ MCQ 30 writing 5អញ្ចឹងទៅបើយើងសូមម្ដងទាំងអស់ទោះបីវាស្ថិតនៅក្នុងលក្ខខណ្ឌដែលវា shuffle លំដាប់ក៏ដោយប៉ុន្តែនិស្សិតគាត់នៅតែពេលខ្លះអាចនឹងឃើញចំដូចគ្នាអញ្ចឹងធ្វើឲ្យពួកគាត់ក៏លេចមើលគ្នាពេលប្រឡងហ្នឹងក៏អាចធ្វើអនុរិយគាត់ពិបាកគាត់រួយមាត់ដែរបាទអញ្ចឹងជាទូទៅគឺយើងណែនាំឲ្យ set every ម្ដងមួយហ្នឹងទៅមានពេលដែលនិស្សិតគាត់ចូលទៅសំណួរឃើញតែម្ដងមួយទេហើយនឹងមានប៊ូតុងដែលគេឲ្យចុច previous ឬក៏ next អញ្ចឹងទៅបាទបន្តមកទៀត question behavior នៅកន្លែងនេះគឺយើងមើលទៅលើពាក្យថា shuffle within question នេះយើងដូរពី no មកកាន់ yes បាទអាហ្នឹងគឺបដូរលំដាប់សំណួរមានន័យថានិស្សិតម្នាក់នេះឃើញសំណួរហ្នឹងនៅសំណួរទី1ប៉ុន្តែនិស្សិតផ្សេងទៀតឃើញសំណួរហ្នឹងអត់នៅទី1ទេបាទនៅទី10 20 30 អញ្ចឹងទៅបាទហើយចុងក្រោយគេនេះគឺតាក់ទងជាមួយនឹង SES exam browser បាទចឹងនៅយើងនេះគឺអត់មានប្រឡងនៅលើ Google Chrome អីដូចមុនទេគឺប្រឡងនៅលើ SES exam browser ដូចជា browser របស់ក្រសួងអញ្ចឹង browser នេះគឺវា lock setting មានន័យថានៅពេលដែលយើងចូលទៅក្នុងបន្ទប់ប្រឡងហ្នឹងគេបើក browser នឹង automatic ហើយដែល setting bar ខាងលើក៏អត់មាន layer អីខាងក្រោមហ្នឹងក៏អត់មានដែរបាទអញ្ចឹងកន្លែងនេះគឺគេបដូរមកដោយសារតែពីមុនគឺមានការ cheat អីផ្សេងបាទឧទាហរណ៍ថានិស្សិតគាត់លួចដោត flash ឬក៏គាត់ចេះ remote អីតាមរយៈ internet online របស់សាលាហ្នឹងអញ្ចឹងគឺយើងការពារកន្លែងហ្នឹងគឺយើងប្រើប្រាស់នៅ SES exam browser ដែលជា browser សម្រាប់ធ្វើការប្រឡងបាទដើម្បីធ្វើការ set up បានគឺយើងដូរពី no មកចំណុចចុងក្រោយគេគឺ yes you save client config បាទចឹងដូរទៅមកប៉ុណ្្នឹងទៅគឺបានហើយបាទហើយរីឯតកតងជាមួយនឹង setting ផ្សេងដែលឃើញមាន review apparent អីផ្សេងហ្នឹងណាអាហ្នឹងគឺ keep វានៅដដែលទៅបាទលើកលែងតែ department ខ្លះគាត់ត្រូវប្រើ restriction ជាមួយ date ជាមួយ group ជាមួយអីហ្នឹងគឺអាហ្នឹងគាត់ប្រើប្រាស់ទៅតាមតម្រូវការរបស់ពួកគាត់ទៅបាទអញ្ចឹងខ្ញុំសូមធ្វើការ review ឡើងវិញទៅលើមុខងារ quiz ទី1ធ្វើការដាក់ឈ្មោះ setting គឺយើងកំណត់ទៅលើ timing ទី2គឺ grade នេះក៏ពិតយើងអាច skip គឺអត់ដាក់ក៏បានដែរប៉ុន្តែយើងដាក់ទៅឲ្យមើលទៅឃើញថាមានបន្ទុក60ជាប់ទៅបាទបន្តមកទៀតគឺយើងមាន layout បាទកំណត់ចំនួនសំណួរ question behavior គឺយើងដាក់កន្លែង shuffle នេះហើយចុងក្រោយគេគឺ SES exam browser បាទដែលជា browser សម្រាប់ការប្រឡងបាទហើយបន្តមកទៀតយើងអាច save display ទៅដើម្បីចូលទៅកាន់កន្លែងដែលយើងត្រូវបញ្ចូលសំណួរបាទអញ្ចឹងមុននឹងចូលទៅដាក់សំណួរខ្ញុំសូមឲ្យលោកគ្រូឬក៏បាទក្រុមការងារដែលគាត់បាន set up ហ្នឹងគឺគាត់ review ម្ដងទៀតដើម្បីជៀសវាងកំហុសនៅពេលដែលប្រឡងចាប់ផ្ដើមបាទទី1គឺយើងមើលទៅលើពេលវេលាប្រឡងឧទាហរណ៍ថា2 PM នេះយើងមើលផងជួនកាលអាចមានដែរជួនកាលយើងដាក់ទៅ2 AM អីចឹងណាបាទអញ្ចឹងអត់ត្រូវទេគឺយើងកែទៅតាមហ្នឹងហើយបន្តមកទៀតយើងមើលទៅលើចំណុចកន្លែងនេះគឺ SES exam browser បាទអានឹងបញ្ជាក់មួយតើតងមួយការប្រឡងផ្លូវការអត់ដាក់អត់បានទេបាទឧទាហរណ៍ថាប្រឡងទៅអត់បាន cross ជាមួយនឹង platform ហ្នឹងទេអាចនឹងខាងលើគាត់នឹងរៀបចំ reschedule ឡើងវិញធ្វើឲ្យចំណាយពេលយូរអញ្ចឹងណាព្រោះអីយើងដឹងហើយនៅខាងសាលារបស់យើងគឺគេបដោតទៅលើ quality examination បាទគឺយើងអត់ឆិនឆៃទេអញ្ចឹងសម្រាប់ការរៀបចំក៏ដូចគ្នាគឺយើងត្រូវរៀបចំដោយម៉ត់ចត់និងយកចិត្តទុកដាក់បាទអញ្ចឹងគឺបន្ទាប់ពីផ្ទៀងផ្ទាត់រួចគឺយើងអាចចូលទៅដាក់សំណួរបានដោយដើម្បីដាក់សំណួរបានគឺយើងចុចទៅលើពាក្យ edit quiz នៅខាងក្រោមនេះឬក៏ខាងលើនេះក៏មានពាក្យ edit quiz ដែរបាទមាន2កន្លែងណាបាទអញ្ចឹងចុចលើនឹងមកបាទអញ្ចឹងនៅក្នុងនេះគឺខ្ញុំនឹងឧទាហរណ៍ជូនតែមួយទេហើយចាំវីដេអូបន្ទាប់ទៀតគឺខ្ញុំនឹងដាក់ជាវីដេអូបន្ថែមទៀតនៅការ add ប្រភេទសំណួរផ្សេងបាទដើម្បីកុំឲ្យវីដេអូនឹងវែងអញ្ចឹងវីដេអូនេះខ្ញុំបង្ហាញអំពីរបៀបនៃការ add សំណួរ MCQ បាទគឺយើងចុច add មកបន្តមកទៀត add a new question បាទអញ្ចឹងខាងលើគេហ្នឹងគឺ multiple choice ហ្នឹងយើងយកហ្នឹងមកហើយចុចពាក្យថា add បាទអញ្ចឹងរបៀបនៃការ add គឺងាយស្រួលទេគឺ question name នេះយើងដាក់ជាលេខរៀងមកបាទ question name នេះដាក់សំណួរដាក់លើហ្នឹងអត់និស្សិតអត់ឃើញទេបាទមានលោកគ្រូអ្នកគ្រូគាត់ច្រឡំគាត់យកសំណួរមកដាក់នៅខាងលើនេះដាក់អត់បានទេបាទបន្ទាប់មកទៀត question text ឡើយនេះបានត្រូវយើងដាក់សំណួរបាទអត់យកលេខរៀងមកដាក់ question text ទេគឺយើងដាក់សំណួរមកវិញអញ្ចឹងខ្ញុំយកឧទាហរណ៍សំណួរមួយនេះចុះបាទអញ្ចឹងយើងធ្វើការ copy មកបាទ copy មកយើងផាសកន្លែង question text នេះបាទហើយនៅកន្លែងនេះគឺយើងមាន function របស់ Microsoft
ជាស្រ័យមិន function Microsoft ទេ function នេះវាស្តៀងទៅនឹង Microsoft ដែរប៉ុន្តែ function នេះគឺជា function ហ្នឹងគេហៅ poster upload ណាវាដូចទៅនឹង blogspot ឬក៏ WordPress ដែរបាទមិនរបស់ Microsoft ទេដោយសារវាអត់មានលំនាំដូចគ្នាទេបាទបន្តមកទៀត default mark គឺយើងដូរកន្លែង mark នេះ default mark នេះចេះបើសិនជាយើងដូរដាក់មកប៉ុណ្ណាបើយើង add type ទៅដែរវាលោតមកប៉ុណ្ណឹងឧទាហរណ៍ថាខ្ញុំដាក់ចំនួនព្រោះសំណួរខ្លះវាមានក្បៀសឧទាហរណ៍ថា 1.5 ចុះបាទអញ្ចឹង 1.5 កាលណាបើយើងដាក់ 1.5 ហើយបើយើង add type ទៅដែរហ្នឹងគឺវាមក 1.5 ទៀតហើយបាទគឺវាអត់ឲ្យយើង add ទៅដែរទេហើយនឹងខាងក្រោមនេះដូចគ្នាបាទគឺតាក់ទងជាមួយនឹងstyle ដែលយើងដាក់ choice ហ្នឹងគឺវាដូចគ្នាបាទយើង set up យ៉ាងម៉េចគឺមកអញ្ចឹងទៀតទេបាទបន្តមកទៀតគឺតាក់ទងជាមួយ choice default របស់វាមានចំនួន5ប៉ុន្តែយើងអាច add ថែមបានខ្ញុំគិតថា5នេះគឺវាច្រើនហើយ5នេះវា A B C D E បាទអញ្ចឹងធម្មតាយើងមានតែ4ទេបាទអញ្ចឹងឧទាហរណ៍ថានេះគឺជាចម្លើយយើងផាសមកបាទ choice 1គឺយើងដាក់នៅកន្លែងខាងលើនេះបាទមិន feedback ទេបន្តមកទៀតបាទយើងដាក់បន្តទៀតមកហើយរបៀបធ្វើគឺបែបនេះលោកគ្រូអ្នកគ្រូបាទគឺយើងត្រូវ copy ផាសអញ្ចឹងបាទហើយចាំពេលចប់ចាំខ្ញុំប្រាប់អំពីរបៀបដែលអាចនឹងដាក់លឿនជាងដែលយើង copy ផាសនេះបាទឥឡូវខ្ញុំបង្ហាញរបៀប copy ផាសសិនហើយយើងផាសមកចំនួន4 choice នេះហើយយើងធ្វើការដាក់ correct answer បាទអញ្ចឹងឧទាហរណ៍ថា correct answer នេះគឺដាក់ថា B បាទអញ្ចឹងយើងដាក់ B មកបាទមួយទៀតនៅកន្លែងនេះក៏ខ្ញុំចង់បញ្យល់ដែរលោកគ្រូអ្នកគ្រូដាក់ចម្លើយនេះដាក់ copy path ធម្មតាមកបាច់សេរីវាឲ្យខុសគ្នាក៏បានដែរដោយសារតែចម្លើយរបស់វាហ្នឹងគឺវា shuffle auto វិញបាទនេះកន្លែងនេះអញ្ចឹងមានលោកគ្រូអ្នកគ្រូគាត់ច្រឡំគាត់ទៅបដូរលំដាប់បដូរអីហ្នឹងទៅបាច់ធ្វើអញ្ចឹងក៏បានដែរបាទឧទាហរណ៍ថាចម្លើយត្រូវនេះយើងដាក់ទៅ choice 1 shot ក៏បានដែរប៉ុន្តែពេលជាក់ស្ដែងនិស្សិតគាត់ចូលទៅគឺវា shuffle ខ្លួនឯងហើយបាទអញ្ចឹងគឺមកប៉ុណ្ណឹងហើយយើងអាចធ្វើការ save បានបាទធ្វើការ save មកបាទចប់អញ្ចឹងចប់ជាទូទៅសម្រាប់ recommendation ពីខ្ញុំគឺយើងត្រូវតែ preview បាទជាពិសេសតាក់ទងជាមួយនឹងសំណួរនៃការប្រឡងអាហ្នឹងបើយើងអត់ preview ទេនៅពេលដែលមានប្រឡងជាក់ស្ដែងខុសអីអាហ្នឹងវាជា response របស់យើងហើយអញ្ចឹងជាទូទៅគឺខ្ញុំតែងតែ recommend ឲ្យយើង preview ទៅខុសត្រូវកន្លែងណាវាឃើញជាក់ស្ដែងនៅពេលដែលយើងដាក់ហ្នឹងតែម្ដងបាទអញ្ចឹងខ្ញុំចប់តាក់ទងជាមួយនឹងការបង្ហាញតាក់ទងជាមួយនឹង MCQ ហើយខ្ញុំចង់បញ្យល់បន្ថែមច្បាស់ជាលោកគ្រូអ្នកគ្រូសួរថាចុះបើសិនជា MCQ ហ្នឹងវាច្រើនយើងបញ្ចូលដោយដៃអញ្ចឹងមិនចំណាយពេលយូរអញ្ចឹងខ្ញុំចង់បង្ហាញថានៅលើ platform នេះយើងអាចធ្វើការ import ក៏បានដែរបាទដោយ import នោះយើងគ្រាន់តែចូលទៅ create question bank ហើយយើងធ្វើការលំនាំ import ប៉ុន្តែខ្ញុំចង់បញ្ជាក់ថាអញ្ចេះសម្រាប់សាស្ត្រាចារ្យថ្មីតាក់ទងជាមួយនឹងការបង្កើត question bank ការ import ឯហ្នឹងវាអាចនឹងពិបាកទីមួយយើងត្រូវស្វែងយល់ច្រើនឧទាហរណ៍តាក់ទងជាមួយនឹងសំណួរដែលជាភាសាអង់គ្លេសអត់អីទេបាទប៉ុន្តែតាក់ទងជាមួយនឹងភាសាដូចជាភាសាខ្មែររបស់យើងហើយនឹងប្រភេទសំណួរដែលពាក់ព័ន្ធជាមួយនឹងរូបភាពក៏ import បានដែរយើងប្រើ GIF ប្រើអីចឹងទៅបាទប៉ុន្តែខ្ញុំចង់បញ្ជាក់ថាអញ្ចឹងតាក់ទងជាមួយនឹងការ import បញ្ចូលនៅលើ UPOP នេះទីមួយគឺយើងត្រូវធ្វើឲ្យដូច form បាទធ្វើឲ្យដូច form អញ្ចឹងឧទាហរណ៍ថាលោកគ្រូអ្នកគ្រូមានសំណួរហ្នឹងនៅ form ផ្សេងទេប៉ុន្តែបើសិនជាយើងធ្វើឲ្យដូច form លោកគ្រូអ្នកគ្រូដឹងថាយើងចំណាយពេលយូរឧទាហរណ៍ថាយើងចំណាយពេល1ម៉ោងនៅក្នុងការធ្វើឲ្យដូច form របស់ import ហ្នឹងទើប import បានអញ្ចឹងកាលណាយើងចំណាយពេល1ម៉ោងខ្ញុំគិតថាយើងយកពេលវេលាដែលយើងចំណាយហ្នឹងយកមក import មិនហើយតាំងពីយូរហើយបាទព្រោះអី import គឺវាមានឧបសគ្គរបស់វាដែរបាទឧទាហរណ៍ថាលោកគ្រូអ្នកគ្រូដាក់ពីច្រើនគឺលាយជាមួយនឹង font Unicode font ខ្មែរយើងនៅពេលដែល import ប្រភេទ MCQ ចូលទៅជួនកាលវា error បាទហើយការនៃ error ទៅគឺក្នុងហ្នឹងគឺវាខុសវាមានសំណួរណាមួយខុសហើយទៅវាដឹងតែចូលហើយដោយសារយើងយកកន្លែង error ហ្នឹងគឺ accept error ក៏ import ចូលដែរអញ្ចឹងវាធ្វើឲ្យខាតពេលវេលាទេបាទមួយទៀតក៏ខ្ញុំចង់បញ្ជាក់ដែរបើសិនជាលោកគ្រូអ្នកគ្រូគាត់ skill តាក់ទងជាមួយនឹង AI អត់អីទេបើសិនជាគាត់ចេះប្រើ AI អីផ្សេងឬគាត់ថ្នឹកជាមួយនឹង import ហ្នឹងហើយ AI បច្ចុប្បន្ននេះគឺវាអាចបំលែង file បានដោយ free ដូចជាតាក់ទងជាមួយ Gemini ជាដើមឧទាហរណ៍ថាលោកគ្រូអ្នកគ្រូឈរទៅលើ file Microsoft
ដែលមានដូចជា Excel PowerPoint ឬក៏ Word អីចឹងឬក៏ PDF ចុះបាទអញ្ចឹង AI ហ្នឹងគឺវាអាចបំលែងបានប៉ុន្តែតោះតែយើងចេះតែ say comment ដែរបាទអញ្ចឹងតាក់ទងជាមួយនឹងការប្រើប្រាស់ AI នេះគឺខ្ញុំនឹងមើលទៅលើជាក់ស្ដែងសិនបើសិនជា AI វានៅមានកម្រិត limit ដែលឧទាហរណ៍ថាធ្វើឲ្យបានល្អតតែបងលុយអីអាហ្នឹងគឺខ្ញុំអាចបង្ហាញបានទេដោយសារតែជាទូទៅគឺបង្ហាញទៅបើសិនជាលោកគ្រូធ្វើអត់កើតវាទៅជាខុសវិញបាទហើយបើសិនជាវា free ហើយយើងបង្ហាញទៅធម្មតាគឺយើងនឹងបង្ហាញជាលក្ខណៈផ្លូវកាត់មានន័យថាលោកគ្រូមានឯកសារឬក៏សំណួរមកកញ្ចប់ហ្នឹងយកមកគឺវាចេញជាកញ្ចប់ import តែម្ដងបាទមានន័យថា AI ហ្នឹងវាឆ្នៃមកគឺវា import ឲ្យយើងតែម្ដងណាបាទអញ្ចឹងគឺយើងយកមកទៅ import ទៅគឺវាលឿនភ្លាមតែម្ដងបាទប៉ុន្តែនេះវាគ្រាន់តែជាការគិតរបស់ខ្ញុំទេខ្ញុំបានតេស្តជាក់ស្ដែងដែរចំនួន8 file ឃើញថាវាខុស4បាត់ទៅហើយបាទខុសហ្នឹងតើយើងចូលទៅមើលទៀតបើយើង import ធម្មតាវាជោគជ័យធម្មតាហើយបាទប៉ុន្តែយើងចូលទៅមើលទៅឃើញមានសំណួរមួយចំនួននៅក្នុងហ្នឹងគឺខុសបាទខុសលំដាប់ខុស space ខុសអីផ្សេងអញ្ចឹងទៅបាទអញ្ចឹងដូច្នេះហើយតាក់ទងជាមួយនឹងការ import ខ្ញុំនឹងធ្វើការសិក្សាបន្ថែមជាមួយនឹងក្រុមការងារដែលគាត់ពាក់ព័ន្ធហើយបើសិនជាជោគជ័យគឺនឹងធ្វើការ update ជូនលោកគ្រូអ្នកគ្រូតែម្ដងបាទថ្មីគឺយើង update ឲ្យតាន់បច្ចេកវិទ្យាទាំងអស់គ្នាព្រោះតែយើងមាន AI ហើយគីឡូយើងគិតថាมันប្រើវាក៏មិនកើតដែរបាទចឹងវីដេអូនេះគឺខ្ញុំមានមកប៉ុណ្្នឹងទេហើយខ្ញុំលោកគ្រូអ្នកគ្រូស្គាល់ហើយគឺមនិតអាចតំណងតាមរយៈ Telegram បានបើសិនជាមានចម្ងល់សំណួរតាក់ទងជាមួយនឹងការ set up quiz ហ្នឹងហើយបើសិនជាចង់ជួបខ្ញុំផ្ទាល់តាក់ទងជាមួយនឹងការបំលែង file ទៅ import ហ្នឹងតែម្ដងក៏បានដែរបាទដោយសារបច្ចុប្បន្ននេះគឺខ្ញុំទទួលជាលក្ខណៈone on one individual ប៉ុន្តែអត់ទាន់ release ជាសាធារណៈទេបាទអញ្ចឹងវីដេអូនេះគឺសូមបញ្ចប់ប៉ុណ្្នឹងបាទសូមអរគុណសម្រាប់ការចំណាយពេលចូលរួមបាទ